scholarship ហ្នឹងគឺគេបង់ថ្លៃសាលាឲ្យយើងរៀនពេញហ្មងគេឲ្យម្ដងក្នុងការហោះមកផ្ទះលេងទៀត free ទៀតបាទហោះទៅវិញមកពេលដែលយើងទៅដល់ដូចជាគេឲ្យខ្ទង់ 5,000 ទៅដល់អូស្ត្រាលី 2,000 ជាងចាយគ្រាន់ដែរខ្លួនឯងគាត់ថាអត់មានសមត្ថភាពអញ្ចឹងគេឲ្យប្រាក់ខែយើងហើយបើសិនជា PhD 4 ឆ្នាំបាទគឺបង់ឲ្យ4ឆ្នាំពេញតែម្ដងបាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំនេះជា podcast លើកទី1ដែលខ្ញុំធ្វើហើយ podcast នេះគឺខ្ញុំនឹងធ្វើចែករំលែកតទៅជាមួយនឹងអាហារូបករណ៍ទៅប្រទេសអូស្ត្រាលីអ្នកទាំងអស់គ្នាដឹងអត់ថាមាននិស្សិតជនជាតិខ្មែរយើងច្រើនមែនតើដែលបានទៅរៀននៅប្រទេសអូស្ត្រាលីដោយមិនបង់ថ្លៃសិក្សាហើយបានប្រាក់ឧបត្ថម្ភទៀតអញ្ចឹងនៅក្នុងអេពីសូតនេះបាទភាគ1បាទខ្ញុំមានច្រើនភាគដែលភាគនីមួយៗនឹងឆ្លើយតបទៅសំណួរក៏ដូចជាចម្ងល់ដែលបងប្អូនមានក៏ដូចជាខ្ញុំខ្លួនឯងផ្ទាល់មានពេលដែលខ្ញុំមុននឹងជាប់អាហារូបករណ៍ហ្នឹងណាខ្ញុំតែងតែឮថាអាហារូបករណ៍ទៅអូស្ត្រាលីប៉ុន្តែខ្លួនឯងគាត់ថាអត់មានសមត្ថភាពបាទក៏អត់ដែរសម័យថានឹងមានឱកាសបាទរហូតដល់ចំណុចមួយដែលខ្ញុំចាប់ផ្ដើមធ្វើវាហើយទទួលបានភាពជោគជ័យហើយខ្ញុំក៏ចង់ចែករំលែកលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដូចខ្ញុំដែរបាទដែលមានអារម្មណ៍ថាខ្លួនឯងគ្មានសមត្ថភាពទេGPA បាទបន្ទុកប្រតិបត្តិបន្ទុកនៅសាកលវិទ្យាល័យ Bachelor របស់យើងថ្នាក់បញ្ញាបត្របន្ទុកទាបអត់បាទអញ្ចឹងខ្ញុំ podcast របស់ខ្ញុំនឹងគ្របដណ្ដប់មានថា cover ទាំងអស់បាទរាល់ចំណុចដែលអ្នកទាំងអស់គ្នាមានឬក៏សង្ស័យដូចអត់ខុសពីខ្ញុំដែលខ្ញុំសង្ស័យខ្លួនឯងមានវាថាអត់មានទំនុកចិត្តបាទអូខេអញ្ចឹងនៅក្នុង podcast ទី1នេះនៅក្នុង episode ទី1នេះគឺខ្ញុំនឹងសង្កត់ធ្ងន់ទៅលើតើអ្វីទៅជាអាហារូបករណ៍របស់ប្រទេសអូស្ត្រាលីហើយវាមានប្រភពមកពីណាហើយវាឲ្យផាត់ថាប្រយោជន៍ខ្លះហើយអាហារូបករណ៍មួយនេះផ្ដល់ឲ្យអ្នកគេអូខេមុននឹងចាប់ផ្ដើមគឺខ្ញុំសូមណែនាំខ្លួនខ្ញុំបន្តិចទៅខ្ញុំបានឈ្មោះប៉ារ៉ាវុធហើយខ្ញុំក៏ជាអតីតនិស្សិតបាទដែលធ្លាប់ទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីនៅឆ្នាំ2023ខ្ញុំមានឱកាសក្នុងការទៅរៀនបន្តយកថ្នាក់អនុបណ្ឌិតបាទផ្នែកអប់រំនៅក្នុងបច្ចេកវិទ្យាបាទដែលខ្ញុំបានឱកាសទៅរៀននៅសាកលវិទ្យាល័យ Monash គឺបើនិយាយទៅជាប់ top 4បាទនៅអូស្ត្រាលី top 4ហើយដូចជាបើស្នេហ៍យើងប្រៀបធៀបលើពិភពលោកហ្មងដូចជា30ជាងឯងបាទអញ្ចឹងនេះជាសំណាងបាទជាឱកាសដែលរាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីជួយមកដល់រាជរដ្ឋាភិបាលរបស់យើងដែលមកដល់ខ្ញុំដែរអូខេអញ្ចឹងតើអ្វីទៅជាអាហារូបករណ៍អូស្ត្រាលីអញ្ចឹងដូចខ្ញុំបានលើកឡើងមុននឹងអញ្ចឹងបាទជាអាហារូបករណ៍អូស្ត្រាលីគឺជាអាហារូបករណ៍មកពីរាជរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីជួយរាជរដ្ឋាភិបាលប្រទេសកម្ពុជាដែលគោលបំណងរបស់គេចង់ផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្សគ្រប់វិស័យហើយនឹងភាពជាអ្នកដឹកនាំបាទគ្រប់វិស័យហ្នឹងគឺសំដៅទៅលើគ្រប់ផ្នែកសឹងថាគ្រប់ផ្នែកទាំងអស់មើលថាមិនថាគាត់នៅក្នុងផ្នែកអប់រំផ្នែកច្បាប់បាទហើយមានច្រើនទៀតដែលគេជួយហ្នឹងគឺដើម្បីគេផ្ដោតទៅលើមានថាការជួយធ្វើម៉េចឲ្យអាគ្រប់វិស័យរបស់យើងនៅប្រទេសកម្ពុជាយើងនេះមានធនធានមនុស្សហិតតែច្រើនដើម្បីបំពេញចន្លោះប្រហោងដែលខ្វះខាតអញ្ចឹងណាបាទអានេះជាគោលដៅធំបំផុតរបស់គេហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ដាប់ឲ្យបានពាក្យមួយដែលខ្ញុំប្រើមិញគឺភាពជាអ្នកដឹកនាំហ្នឹងណាគឺសំខាន់ខ្លាំងមែនតើដែលធ្វើឲ្យការសរសេររបស់យើងណាបាទព្រោះធម្មតាគេចង់អភិវឌ្ឍមនុស្សមកក្រុមដែលមួយក្រុមហ្នឹងគេចង់ឲ្យពួកគាត់ខ្លាំងហើយអ្វីដែលខ្លាំងលើពីហ្នឹងទៀតនោះគឺគេចង់ឲ្យពួកគាត់ហ្នឹងខ្លាចទៅជាអ្នកដឹកនាំបាទភាពជាអ្នកដឹកនាំបាទអញ្ចឹងអាភាពជាអ្នកដឹកនាំហ្នឹងខ្ញុំចង់ឲ្យអ្នកនរគ្នាចាំពាក្យហ្នឹងព្រោះអាពាក្យហ្នឹងគឺសំខាន់នៅពេលដែលយើងសរសេរក៏ដូចជា
យើងធ្វើមានថាធ្វើបទសម្ភាសន៍មួយម៉ាត់ហ្នឹងគឺជួយយើងចង់និយាយថាការសរសេរឬក៏ការនិយាយរបស់យើងហ្នឹងគឺវាជួយយើងបានច្រើនហើយខ្ញុំនឹងបកស្រាយបន្ថែមទៀតនៅក្នុងភាគក្រោយៗទៀតបានកុំភ័យមួយទៀតគឺគេចង់ឲ្យអាហារូបករណ៍ហ្នឹងទៅកាន់និស្សិតមែនប៉ុន្តែគេចង់ឲ្យនិស្សិតឬក៏អ្នកដែលទទួលបានអាហារូបករណ៍ហ្នឹងមកវិញជួយប្រទេសខ្លួនឯងមិនថានៅក្នុងវិស័យរដ្ឋឬក៏វិស័យឯកជនទេធ្វើម៉េចឲ្យតែបានជួយបានយកចំណេះដឹងយកគេហៅថាទំនាក់ទំនងដែលយើងមានណាជាមួយមិនថាជាមួយនឹងសិស្សមកពីប្រទេសផ្សេងឬក៏ជាមួយនឹងលោកគ្រូអ្នកគ្រូដែលបរៀនយើងឯងគឺអាចំណេះដឹងនិងជំនាញហើយនឹងទំនាក់ទំនងទាំងអស់ហ្នឹងគឺចង់ឲ្យយើងយកអាហ្នឹងទាំងអស់ហ្នឹងពំនាំមកចែកម្លែកបន្តនៅស្រុកយើងនៅកន្លែងធ្វើការរបស់យើងបាទនៅជាមួយមនុស្សដែលយើងស្គាល់បាទអញ្ចឹងអានេះជាផ្នែកមួយក្នុងការ contribute បាទទៅវិញ application តាក់ទងជាមួយនឹងការបើកទទួលពាក្យរបស់អាហារូបករណ៍អូស្ត្រាលីនេះគឺជាទូទៅគេបើកនៅខែ2ដើមខែ2ហើយគេបិទវិញនៅចុងខែ4ប៉ុន្តែអ្នកទាំងអស់គ្នាអាចទៅមើល website របស់គេបាទwebsite ផ្លូវការព្រោះពេលខ្លះក៏មានការផ្លាស់ប្ដូរដែរបាទមានផ្លាស់ប្ដូរជាមួយនឹងពេលវេលាតិចតួចសម្រាប់ចំនួនដែលគេផ្ដល់ឲ្យបាទអាហារូបករណ៍ដែលគេផ្ដល់ឲ្យជារៀងរាល់ឆ្នាំមានចាប់ពី40ជាងឡើងរហូតដល់60ជាងការជំនាន់ខ្ញុំដូចជាបាន43ឬក៏45បាទប្រហែលប៉ុណ្ណឹងហើយបានជំនាន់ក្រោយមកទៀតដូចជាបានរហូតដល់60ជាងដោយសារកាលនោះគេដូចជាប្រពគម្រប់ខួបបាទអញ្ចឹងទៅគេតឡើងបានច្រើនហើយបានឆ្នាំនេះដូចជានៅសល់50ជាងបាទអញ្ចឹងចំនួនអាចឡើងចុះទៅតាមចំនួនថវិកាគេដែរបាទដែលគេមានសម្រាប់ដូចថាផ្ដល់ឲ្យអញ្ចឹងណាបាទព្រោះម្នាក់ក្នុងម្នាក់គឺចំណាយអស់ច្រើនតាក់ទងជាមួយនឹងចំណុចចុងក្រោយដែលខ្ញុំនឹងចង់លើកឡើងមកគឺតើ scholarship នឹងនឹងផ្ដល់អីឲ្យយើងខ្លះបាទផ្ដល់ឲ្យខ្លះតែយើងនឹងទទួលបានអីគេទី1គឺscholarship ហ្នឹងគឺគេបង់ថ្លៃសាលាឲ្យយើងរៀនពេញហ្មង100%បាទអញ្ចឹងបើសិនជាយើងរៀន master បាទអនុបណ្ឌិតខាង scholarship បាទខាងអាហារូបករណ៍ហ្នឹងគេបង់លុយឲ្យរៀន2ឆ្នាំពេញឬក៏ master ក្នុងមួយឆ្នាំគឺមួយឆ្នាំពេញហើយបើសិនជា PhD 4ឆ្នាំបាទគឺបង់ឲ្យ4ឆ្នាំពេញតែម្ដងមួយទៀតគេនឹងបង់ថ្លៃសិក្សាintroductory academic program អាហ្នឹងដូចជាវគ្គសិក្សា5អាទិត្យដំបូងនៅសាកលវិទ្យាល័យគេមានវគ្គត្រៀមចូលរៀនហ្នឹងគឺគេរៀនឲ្យយល់ដឹងពីគេហៅថាឲ្យយល់ដឹងថាពេលដែលយើងរៀនហ្នឹងយើងនឹងរៀនជួបអីខ្លះគេហៅ basic បាទមូលដ្ឋានគ្រឹះទៅលើដូចជាការសរសេរ research ធ្វើ research តាក់ទងជាមួយនឹង writing តិចតួចបាទហើយពេលហ្នឹងមានគ្រូគាត់មកប្រឹក្សាយោបល់យើងមកមើលហើយគេឲ្យយើងស្គាល់ចូលបណ្ណាល័យធ្វើម៉េចហើយយើងទៅធ្វើការស្រាវជ្រាវនៅបណ្ណាល័យហ្នឹងម៉េចបាទអញ្ចឹងវគ្គហ្នឹងគឺ5អាទិត្យអាហ្នឹងក៏យើងត្រូវបង់លុយណាប៉ុន្តែខាងអាហារូបករណ៍រាជរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីគេបង់ឲ្យយើងហ្មងអញ្ចឹងដូចថាយើងចាំតែចូលរៀនទេចូល check តា application គេទៅគឺមាន app គេបាទគេមាន announcement បាទ announcement គេតាម app តាមអីហ្នឹងយើងចាំមើលតែប៉ុណ្្នឹងឯងទី3ចំណុចទី3គឺតាក់ទងជាមួយនឹងប្រាក់ខែអញ្ចឹងគេឲ្យប្រាក់ខែយើងបើតាមខ្ញុំចាំដូចជា2000ជាងក្នុងមួយខែបាទយើងក្រាស់ដែរ2000ជាងក្រាស់ដែរតែសួរថាទៅដល់អូស្ត្រាលី2000ជាងចាយគ្រាន់ដែរខ្ញុំគិតថាបើសិនជាយើងអាហ្នឹងសួរយើងវិញតែយើងជាមនុស្សចាយប្រភេទណាបាទយើងចូលបើសិនជាយើងជាមនុស្សសំចៃអត់ចូលហាងទេយើងទៅទិញរបស់យកមកចម្អិនខ្លួនឯងបាទចាយអត់អស់ទេ
សល់តិចតួចមិនសល់ច្រើនទេចំណុចទី4 establishment allowance ចឹង establishment ហ្នឹងគឺសំដៅទៅលើថវិកាដែលគេឲ្យពេលដែលយើងទៅដល់ដូចជាគេឲ្យខ្ទង់ 5,000 បាទខ្ញុំចង់ភ្លេចហើយប្រហែលជាប៉ុណ្ណឹងបាទគេឲ្យយើងដើម្បីឲ្យយើងទៅរកកន្លែងនៅស្នាក់នៅត្រូវទិញចានឆ្នាំងបាទអញ្ចឹងអាហ្នឹងគេហៅ establish យើងទៅ establish យើងទៅ set up ដំបូងរបស់យើងគឺគេឲ្យថវិកាប៉ុណ្ណឹងដើម្បីឲ្យយើងទៅរកកន្លែងស្នាក់នៅអញ្ចឹងយើងអាចមានជំរើសទៅនៅdorm នៅសាលាយើងទៅនៅក្នុងក៏បានយើងទៅនៅរៀងឆ្ងាយពីសាលាតិចក៏បានហើយបើមិនចឹងទេបើយើងទៅមានអ្នកស្គាល់មានអ្នកអីដែលទៅជាមួយយើងហ្នឹងយើងអាចនិយាយគ្នាទៅយើងអាចទៅនៅមួយគ្នាបានទេយើង share គ្នាម្នាក់ទីចឹងទៅចឹងមានវិធីច្រើនហើយរបៀបស្វែងរកការរស់នៅឬក៏ផ្ទះអូស្ត្រាលីហ្នឹងក៏ខ្ញុំនឹងធ្វើវីដេអូនៅភាគក្រោយបានសម្រាប់អ្នកទាំងអស់គ្នាបានដឹងដែរមួយទៀតគឺអ្វីដែលយើងទទួលបានពីអាហារូបករណ៍ហ្នឹងគឺតើតើជាមួយនឹងថ្លៃសម្បត្តិយន្តហោះជាងថ្លៃសម្បត្តិយន្តហោះគឺទៅវិញទៅមកបាទទៅវិញទៅមកគឺគេចំណាយឲ្យយើងដូចជាពេលទៅខ្ញុំដូចជាគេទិញសម្បត្តិ Singapore Air ឲ្យបាទអញ្ចឹងចង់និយាយថាគេគិតពីសុវត្ថិភាពរបស់យើងដែរគេនឹងព្យាយាមទិញរៀង premium ឲ្យយើងបាទគេមិនចេះបានទៅជាប្លែងអញ្ចឹងណាបាទចំណុចមួយទៀតគឺតើតើជាមួយនឹង insurance health insurance ធានារ៉ាប់រងសុខភាពអញ្ចឹងនៅប្រទេសអូស្ត្រាលីគេតម្រូវឲ្យនិស្សិតទាំងអស់ត្រូវទិញអាហ្នឹងត្រូវមានអាហ្នឹងបាទដើម្បីការពារនៅពេលដែលយើងឈឺថ្កាត់អីយើងអាចទៅពេទ្យទៅអីinsurance ហ្នឹងគេ pay ឲ្យយើងបាទគេទិញឲ្យយើងបើសិនយើងរៀន1ឆ្នាំគេទិញឲ្យ1ឆ្នាំបើទិញរៀន2ឆ្នាំឬក៏4ឆ្នាំគេទិញឲ្យ4ឆ្នាំតាមហ្នឹងពេញបាទតម្លៃពេញហើយអ្នកនរគ្នាអាច check បានបាទ insurance 1ឆ្នាំក៏មិនថោកដែរបាទចឹងបើសិនយើងទៅច្រើនឆ្នាំក៏អស់ច្រើនណាស់បើទៅខ្លួនឯងណាតែនេះខាងរដ្ឋាភិបាលគេ cover ឲ្យយើងតែម្ដងចំណុចមួយទៀតគឺ academic support programs តាក់ទងជាមួយនឹងកម្មវិធីដែលពង្រឹងខ្លួនយើងណាឧទាហរណ៍ការចំណូលខ្ញុំទៅដូចជាមាន program មួយចំនួនដែលយើងត្រូវបង់លុយដូចជា$500ឬក៏$600អញ្ចឹងណាហើយខាងអាហារូបករណ៍គេបង់លុយយើងរៀនទេបើយើងចង់រៀនឲ្យតែមានពេលរៀនបាទគេលើកទឹកចិត្តឲ្យយើងរៀនហ្នឹងក៏គេឲ្យដែរហើយចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងមិញខ្ញុំភ្លេចនិយាយសម្បត្តិយន្តហោះមិញណាដូចជាបើសិនយើងទៅរៀន2ឆ្នាំចាប់ពី2ឆ្នាំឡើងគេទិញដូចជាយើងអាចមានសិទ្ធគេឲ្យម្ដងក្នុងការហោះមកផ្ទះលេងទៀត free ទៀតបាទហោះទៅវិញមកដូចជាគេឲ្យម្ដងនឹងមកតាមខ្ញុំចាំតែបើសិនរៀន1ឆ្នាំអត់ទេអូខេចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងសិក្ខាសាលាផ្សេងដែលតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំឬក៏networking opportunities បាទគេហៅថាឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃអញ្ចឹងនៅក្នុងសាលាគេនឹងប្រាប់យើងឲ្យថាថ្ងៃខែនេះនឹងមានសិក្ខាសាលាឬក៏ networking event បាទ networking event ហ្នឹងគឺយើងត្រូវបង់លុយប៉ុណ្ណេះតែយើងអាចស្នើសុំឲ្យខាងអាហារូបករណ៍របស់យើងហ្នឹងបង់លុយយើងបានទៀតបាទអញ្ចឹងគេលើកទឹកចិត្តឲ្យយើងធ្វើអាហ្នឹងចូលរួមអាហ្នឹងហើយមិនត្រឹមតែនៅក្នុងតំបន់ដែលយើងរៀនទេនិយាយថារដ្ឋដែលយើងនៅរៀនទេចង់ហោះឆ្លងរដ្ឋក៏បានដែរគេបង់លុយថ្លៃសម្បត្តិយន្តហោះឲ្យទៀតបាទហ្នឹងពិសេសខ្លាំងមែនតើអូខេអញ្ចឹងភាគ1នេះគឺខ្ញុំមានតែប៉ុណ្្នឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ស្គាល់តើអ្វីទៅជាអាហារូបករណ៍ដល់ពេលភាគ2មួយទៀតខ្ញុំនឹងនិយាយថាតើលក្ខខណ្ឌនៃអាហារូបករណ៍ Australia Award ហ្នឹងមានអ្វីខ្លះតើយើងគួរតែត្រៀមអីខ្លះតើយើងគួរមានអ្វីខ្លះដើម្បីដាក់អាហារូបករណ៍ហ្នឹងបាទអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាហើយជួយ subscribe follow subscribe channel ខ្ញុំផង channel របស់ខ្ញុំដែលខ្ញុំនិយាយខ្មែរហ្នឹងគឺកូនខ្មែរ for share បាទជួយ subscribe ម្នាក់មួយផងបាទសូមអរគុណជួបគ្នានៅ episode មួយទៀតបាទ